Vâng, bạn giờ rong bớt á. bà rong bật mà Chấm pô lan Agisni hay đừng lan dương thom ra phở sang phở một sụt mình tham vào đây na đi hay bọn anh cất ha lan Agisni mình đây bên thị chấm pô lan សម្រាប់ខ្ញុំថាខ្ញុំបុរាណក៏បានណា ra ថាខ្ញុំបុរាណក៏បានខ្ញុំនៅតែឲ្យតម្លៃទៅលើឡានប្រើសាំងឬក៏ប្រើម៉ាស៊ូត lan phở sang phở một sụt បាទសម្រាប់ខ្ញុំបច្ចុប្បន្នឡានអគ្គិសនីប្រភពមានតែចិនទេអាមេរិកមានតែស្លាមួយ Tesla môi បាទ bên tay như khuyên rùa riêng sát á sát sát ស្អាតប៉ុន្តែគុណវិបត្តិហ្នឹងគឺថាស្អីស្កាទៅបងបើយើងប្រៀបធៀបជាមួយឡានសាំងឬឡានម៉ាស៊ូតអគ្គិសនីពេលដែលយើងជិះចេញពីក្រុងភ្លាមមិនថាក្រុងទេជិះនេះក៏ដោយឥឡូវបើយើងអស់អង្គុយអស់អីតាមផ្លូវតែយើងទៅសាកនៅណាយើងរុញទៅណាវិញ mấy năm ập sầm khăn à lớn chứ mà lớn biết chưa à lan mà mơn chiêu đấy cái này lan Disney đấy chỉ đấy cái này ហ្នឹងហើយ mà rồi của anh mơ thì cho làm chân ơi làm chân sàn មកមើលថា18000ចុះ rồi ព្រោះឥឡូវមាន BVD CLN5 BVD CL5 ខ្ទង់18000ហើយខ្ញុំមិនបាច់ទិញអាថ្មីទេទិញអាទឹកប្រៀបធៀបណាខ្ញុំទិញ Toyota Prius ឆ្នាំ2010 14000 Toyota Prius 010ប្រើ hybrid ជិះទៅណាក៏បានចាក់សាំងនៅណាក៏បានអស់សាំងនៅកន្លែងណាក៏បានហើយ100គីឡូសៀ4-5លីត្រ 5លីត្រជាងបើគិតជាលុយថាឥឡូវ1លីត្រ 4000 1លីត្រ$1 5លីត្រអស់$5 100គីឡូចំណាយតែ 20000 lại vì mơ បាទហើយជាមួយឡានអគ្គិសនីប្រភេទឡានអគ្គិសនីគឺថាសំចៃមែនប៉ុន្តែនៅតាមស្ថានីយ៍សាកថ្មខ្លះ1គីឡូ 1500 1គីឡូវ៉ាត់ mà cái lô ăn បាទ1គីឡូបាន 1500 1002យើងថា 1500 ចុះ 1500 ពោះសាកឧទាហរណ៍ថា CLN5 ហ្នឹងវា 54 គីឡូវ៉ាត់អញ្ចឹង 54 គីឡូវ៉ាត់បើន័យថាយក 1500 គុណនឹង 54 មកបាន 50000 ជាង 50000 chiếng បាទអញ្ចឹង 54 គីឡូវ៉ាត់ហ្នឹងជឿបានប៉ុន្មានគីឡូបាន ពី300គីឡូ 200គីឡូជាង 300គីឡូយើងថា 300គីឡូចុះ 300គីឡូមក100គីឡូអស់បើសាំងអស់20000អញ្ចឹង 2 3ដង 6 អស់តែ60000ហ្នឹង 10000 ឡាន Prius Toyota Prius 2010 2011អស់តែ60000ហើយឡានអគ្គិសនី300គីឡូហ្នឹងអស់ប្រហែលខ្ទង់50000ដែរហ្នឹងមានទឹកខុសគ្នាប្រហែល ý rồi việc sàn ស្អាតសេរីថ្មីប៉ុន្តែបុកគ្នាបន្តិចហ្នឹងបើមិនដូរគ្រឿងអស់ថ្លៃក្នុងថ្ងៃមុនបុកគ្នាបន្តិចគាត់តែគ្រឿងត្រួស8000ជាងជិត 10000 chuyện mà mơ ហើយឡានថ្លៃ lô ជាង cái lô cái tình yêu insurance cái bên cầm hơn cái tình yêu làm đâu trao này ធានារ៉ាប់រង insurance ខ្លះធានាបានប្រហែល 50% នៃតម្លៃជួសជុលហ្នឹង à chú chú បាទ ê nè khai cái trẻ cái tên trẻ nè khai cái tên à tập ban thứ mấy ហើយតបានថ្មីដូចថាបើសិនគ្រោះថ្នាក់ចរាចរណ៍ឬក៏ប៉ះពិតកពីវដឹងថាពាន់ហ្នឹងបាយ10000ផង phải mơ បាយ10000ហើយបើឥឡូវបើ Toyota Prius បុកប្រាវអស់ 300 lâu mạ ấy cái miếng lâu trẻ គ្រឿងសពសារពើពេញផ្សារឌីប៉ូ lâu trẻ phụ chiếm xí ấy chiếm xí chi âm xí chứ à là GAC GAC បាទ GAC âm lái chứ nè អំណាច nhưng mà áp nó anh mơ áp với GAC ក៏មានអគ្គិសនីមានសាំងដែរមានម៉ាស៊ូតទៀត nhưng trong này trẻ GAC nhưng mình trong xuất mình trong Akisni ta បាទ tại một clip thiệp cho mùi Alphard đó còn xa chứng Alphard chứng ái nè Alphard Alphard GAC ចេញថ្មីទំនើបជាងមែនប៉ុន្តែ
krương đang nơi nè à lấy pa cái bớt cái biếu đầm lay krương mình tịnh nè insurance bong từ tôi có insurance cái chỗ thôi là 50 rồi này từ lại lán này từ lại krương nắng ở đây số ta bong mặc haiประมาณไม่ใช่นำประมาณ ชนะประมาณ mình tịnh thì hai bà thai tiếp tiếp với alpha tình mày với alpha bắt qua krương khai men bàn tay mình khai đó là bộ lan chân này bộ lan chân ắt sư mình krương chứ cả ra kia nghề vô krương bộ nâng màu tê miền tại krom hôn tê nhưng tại krom hôn này na cái đắng đây lấy nhưng mình anh vậy thà bàn na đấy bàn tay đắng mà nè cho krom hôn cứ là vì một cái chăm du cái du tiết แต่สำคัญដូចថាហ្នឹងទំនើបសេរីថ្មីឲ្យបានគិតមើលឧទាហរណ៍គ្រូមួយបាញ់ថា0ម៉ាន010 010 អានេះ2026 27ណាតម្លៃ 10000 ជាងដែរហ្នឹង បាទ ហើយថ្មីការ design ថ្មីស្អាតដាក់ទៅវិញនិយាយទៅតាក់ភ្នែកប្រាជ្ញ តាក់ភ្នែកតែនៅតែអាព្រោះស៊ីដាច់មកធន់អត់ងាយខូច ហេមិនដែលចាស់ ដែលចាស់ជិះឥឡូវទូតាព្រោះ2010 2011មកដល់ឥឡូវ2026 5ដល់10ឆ្នាំ6ដល់10ឆ្នាំតែយកមកគឺនិយាយទៅសុទ្ធបន្តិចតួចសុទ្ធឆ្នាំបន្តិចតួចឆ្វេងស្ដាំគឺថ្មីចាស់និយាយចូលគ្រឿងត្រជាក់ចូលក្នុងត្រជាក់ស្រាប់ទៅបីជាវាមិនមានអេក្រង់16អ៊ីងវាមិនមានអាដេញអូតូអូតូ parking ឬក៏ auto pilot អីអត់មានប៉ុន្តែវាធន់និយាយទៅចាត់ទៅថាខ្ញុំបុរាណប៉ុន្តែបុរាណអាព្រោះសម្រាប់បុរាណសុខខ្មែរគឺទំនើបហើយទៅតាមព្រោះឆ្នាំ2010ឡើងគឺថាមកអែមហើយប៉ុណ្ណឹងហើយសំខាន់ជិះដល់ណាក៏បានអត់ខ្វល់រឿងអត់មានអគិសនីអត់មានអីទេតែបើថាពួកអគិសនីវិញទៅលេងស្រុកឯងលេងព្រៃវែងលេងកំពង់ឆ្នាំងលេងពោធិ៍សាត់ឯងចុះតែប្រផ្លូវជាតិទៅអស់អគិសនីហ្នឹងប្រពន្ធកូនឈឺម៉ែអើយឈឺមិនដឹងជាបានអីដឹកទេ គីឡូគេអ្នកលើទៅតែបានឃើញឡានថ្មីអានឹងយកទៅអួតនឹងមិនយកទៅស្អាតយកទៅអានេះគេហៅថាមិនយកទៅដើម្បីជាប្រយោជន៍ខំចំណាយលុយ10000ជាង ខ្ញុំឃើញឡានសេរីអីទេពណ៌ក្រហមដូចអសរៀងចេះរៀងជ្រុងចេះអាហ្នឹង2019 2020ឥឡូវឃើញនៅការ៉ាជើងខំដងម៉ាក់ឲ្យទៅខំតែចាញ់មុនគេមិនមកសុខខ្មែរមុនគេម៉ាក់តកូលអីគេយីហោក្រុមហ៊ុនអីគេដាក់រូបចេះអាមុខគេតែខ្ញុំអត់ស្គាល់តែដឹងថាអត់ដឹងរូបអីគេរូបហ្នឹងតែតិចមកដូចចន្លោះពីលបាក់បើមិន20000ជាងក៏លបាក់ចិត្ត30000ដែរតែឃើញលក់នៅការ៉ាហ្នឹងប្រហែល 4-5000 ដែរតែ2020 អត់ស្គាល់ទេដឹងថាបើខ្ញុំគឺលុចស៊ី Toyota គឺម៉ាយបេះដូងតែម្ដងបេះដូងទេមនុស្សខ្លះគេលោកគេចេះគេគិតថាខ្ជិលប្រើដែលមើលងាកបាញ់មើលងាកមើលឥឡូវ330តម្លៃប៉ុន្មានចង់ខ្ពស់ខ្ញុំ BYD អាសេរី BYD 10000ជាងខ្ពស់ជាង330វាទិញបើនៅល្អវាដូចជាខ្ទង់នៅតែ20000អីដែរណាហ្នឹងហើយ10000ក្រាស់20000ដែរហើយចុះឆ្នាំហ្នឹង2004 2005 2006ហើយបើប្រៀបធៀបឥឡូវយើងក្រែថាបើយើងជិះឡានចិនចោះចំណោមគេ330ចោះចំណោមគេទេហើយឥឡូវអីនោះឥឡូវ3ព្រោះអីមិនចោះចំណោមគេទេឡានចេញឆ្នាំ2025តឲ្យ10នាទីទៅមុនក៏បានដែរ330តាមក្រោយមកខ្ញុំអ្នកជន់មកបងឯងនិយាយជន់ហក់វើឲ្យបើថាផ្លូវទួលទើសពេញនឹង330ចង់ទួលមិនក៏បានបងឯងគិតមើលនេះគេជេរពេញ20ឡូហើយតែ330វាស៊ីសាំងបើប្រៀបធៀបអានឹងវាអត់សូវត្រូវទេតែបើថាទៅតូតាព្រុសវាទៀបប្រហែលគ្នាប៉ុន្តែថាជិះធ្លាក់ស្រែអស់សាំងទិញសាំង5លីត្រទិញ2លីត្រទៅចាក់ជិះកន្លែងណាក៏បានឥឡូវមកប្រៀបធៀបថា BYD 10000ជាងបាទ18000ឯង18000 19000គឺតាមព្រុសតែ14000ផងនិយាយពីហ្នឹងឧទាហរណ៍ថា10000ជាងបាទគេធានាខុសត្រូវហ្មងគេទៅតាមព្រុសអត់មានធានាព្រោះវាមិនទៅបាទបើ BYD 3ខែចា BYD ប្រហែលជាគេធានា
ở đằng màn năm đấy đằng tập hay gì năm vì cái gì năm ấy và chắc phải năm rồi bạn anh ta làm một lò chiều 5 ឆ្នាំក្រោយតូតាព្រុសនៅថ្លៃជាងដែរ nơi vai chiêm đấy លក់ទិញ 14000 លក់នៅតែបានថ្លៃជាង BVD ទិញ 14000 ngoài những chứng pháp áp kê bây giờ អត់ទេអត់ប្រាប់ទេឥឡូវរមមើលអា BVD មួយទឹកនៅតាមការ៉ាទៅតម្លៃវានៅប្រហែលហើយសុយអាព្រុសទិញ 14000 យកទៅលក់វិញក៏ 12000 13000 ហើយអានោះទិញមក 14000 ទៅលក់វិញដឹងបាន 14000 អត់ lấy approve với xử lý trả sọt đọc hãy biệt thiệp mùa giòn phải phèm à là cùi mà gọi đồ cùi mà mùa nát lại chiều ដួលឃើញ BVD ថ្លៃជាងទៀត mà BVD ប្រហែលជា 7-8000 ហើយប្រហែលអត់ច្បាស់តែអត់មានក្រម thế chắc proof ព្រោះអស់ 500 500 បាទដួលឃើញអស់ 500 chẳng cất tơ phèm chứ nắm núp thì phải về với អត់ទេនិយាយពិតឥឡូវទៅតាព្រុសមិនថាដូរ 500 ទេខូចមួយស្លឹក 50 deal 50 ដុល្លារក៏ដូរបានដែរ cái tha lan lan đi vậy đi lan ấy bàn tay khơi cái đập ép đá đi vậy đi ជាង AMM បោះចិនហ្នឹងហើយ AM បោះចិន em mất chân đấy បោះចិនមិនបោះជប៉ុនបោះអាមេរិកដឹងហើយ đây là cái chỉ sơn ជាច្រើនទៅប្រៀបធៀបមកព្រុសក៏ព្រុសនៅតែច្រើនជាងអដែរ តែព្រោះសេរីចាស់ណា ព្រុសសេរីចាស់ប៉ុន្តែវានៅទំនើប នៅ ទំនើបវាមិនដល់អា25ទេប៉ុន្តែវាទំនើបល្មមទទួលយកបានហើយវាធន់បើនិយាយវាធន់វិញគឺថាជិះមិនងាយខូចខ្ញុំប្រើជាក់ស្ដែងណា ឥឡូវចំណុចណាដែលមកឯងគេថាវាល្អជាងនៅតែល្អជាងអាចាស់នេះបើតាមតែគេសេរីថ្មី ដូចខ្ញុំរាប់ពីដើមទី1ធ្លាក់ស្រែទិញអស់សាំងកដាលស្រែទិញដល់1លីត្រជិះដល់ផ្ទះមកវិញហើយខូចកពិតកពីវអីខ្លះអស់100 BVD កពិតកពីវមិន100 1000ឡើងទៅ 1000ឡើងទៅ បាទ $1000 ឡើងទៅបែកចង្គៀងបែកស្តុបអី 500 1000ឡើង តែ ទៅ ឥឡូវយើងនិយាយទៅ BYD អញ្ចឹងចុះ បាទ ផ្សេងទៀតគីឡូល្អជាងនឹងទៀតអី ផ្សេងទៀតលើ brand ដែលលេចធ្លោជាងគេមានណាគេក្រៅពី BVD យកអាកំពូលមកប្រៀបធៀបមួយ Toyota ហើយកំពូលដូចគ្នាមានណាទៀត Tesla អត់ដែរចូល Tesla អត់មាន 10000 ជាងមានអា 50000 30000 ឡើង 50000 ឡើង ឥឡូវគឺឡានខ្លះដល់500គីឡូ ធានា អត់ទេ5ធានាមិនមែនធានាគេថា500គីឡូហ្នឹងការសាក់ថ្ម BVD អាហ្នឹងប្រហែលជា300គីឡូហើយបើមានអា CLN5 គេហ្នឹងដូចជាប្រហែលគីឡូខ្ញុំច្បាស់ហើយតែមានអាស្រីខ្ពស់ជាងហ្នឹងគេអាចជិះដល់500 600គីឡូសាក់ម្ដងមកពេញហើយសួរថា Toyota Prius សាក់មកបញ្ចូលចាក់សាំងមកពេញអស់ម៉ានអត់ឧទាហរណ៍30លីត្រ30លីត្រតែ5 10ម៉ឺនចុះជិះមកពេញម៉ានទៅ30លីត្រចង់5 600គីឡូឡើយ 30លីត្រ 30លីត្រហើយដល់ពេល BVD បញ្ចូលមកពេញអត់មានក្រោមកន្លះម៉ោងទៅម៉ោងទេលេងស្ថានីយ៍សាកលឿនមានតែ1ម៉ោងហើយគេនឹងជិះទៅដល់រតនគិរីឯងទៅបានចេញផងទៅធ្វើអីតន់គេ តែហ្នឹងដូចបាញ់តែនេះដែលឃើញសាប់ចិនហ្នឹង សាប់ចិន ជំនាន់ដូចជាខ្ទង់2010កាលហ្នឹងចិនវាយលុកសាហាវណា 2010ហ្នឹងសាប់ចិនហ្នឹងចប់និយាយបាត់ហើយមានប្រើអីកើត ចង់ថាបុកមកច្រើនមក បុកមកច្រើនដូចកាកសំណល់ហ្នឹង បុកមកគឺចង់ថាជំនាន់នឹង7ជាប្រើ7អត់ចិត្ត Nokia ដូចប្រៀបធៀបដូចទូរស័ព្ទដូចឡាន Toyota អញ្ចឹង Nokia ហើយស្អាតទៅបុកដាក់ឡានខ្លះឡានបានតេខ្លះបានតាញ៉ឹងទៅបានតេហើយវាលឺមកលឺហើយជំនាន់ហ្នឹង លឺហើយប្រើគ្មានសេវាហើយថ្មវិញប៉ោងចង់ផ្ទុះហើយប្រើប្រហែលខែប៉ោងចង់ផ្ទុះហើយមួយ ខ្ញុំចង់គេថាជារួមវិញថាគីឡូអនាគតអញ្ចឹងដែរមែនខ្ញុំចង់អញ្ចឹងណា ឡានចិនមានគេនិយាយថាឡានចិនមិនដូចទូរស័ព្ទចិនជំនាន់មុនប៉ុន្តែខ្ញុំដូចមិនទេព្រោះយើងមើលជាក់ស្ដែងទី1ពេលខូចម្ដងកំពុលមុខបណ្ដោយបែកបិទពីតិចតួចហ្នឹងគឺបើខ្ញុំទទួលយកបានហ្មង
ហើយបើថាពពួកតូតាខូចយកទៅច្រកណាទិញជួសជុលខ្លួនឯងក៏បានវាស្រួលវាដូចចុច7អញ្ចឹងណាហើយខ្ញុំគិតថាប្រហែលឆ្នាំទៅមុខទៀតខ្លាចពីកោដូចទូរស័ព្ទណាខ្ញុំជំនាន់មុនខ្ញុំចង់និយាយចង់យកប្រឡោះហ្នឹងបាទឡូវីកូអញ្ចឹងណាបំមកបុកដឹងស្អីជាស្អុកទេនេះគិតទៅគិតគីឡូអេតចាយហ្នឹងម៉ានគីឡូវាខ្លាចអញ្ចឹងតែឃើញតែសុកទេសុកនិយាយដល់កតែសុកនិយាយរឿងឡានអគ្គិសនីតែសំខាន់អត់តែថ្មីទៅថ្មី2-30000 3-40000គឺអត់តែថ្មីចិត្តទិញអាវនៅផ្សារបឹងកងអាថ្មី10000ហើយយើងទៅទិញនៅផ្សារអូស័យ$10វាខុសគ្នាអាម៉េចយើងយកស្លៀកពាក់អាម៉េចបែកព្រួយបែកអីស្គៀបក៏ស្គៀបវាចឹងវាមិនខុសគ្នាសំខាន់ថ្មីហ្នឹងដូចពួកដែលខ្ញុំនិយាយនឹងចេញមកអំណាចគាត់ដល់5ឆ្នាំក្រោយមកហ្នឹងអាម៉េចផុតនីបាត់ហើយផុតនីអាហ្នឹងយើងទៅលក់ឲ្យពីណាគេវិញយកលក់ឲ្យក្រុមហ៊ុនគេមិនទិញវិញទៀតណាតែសំខាន់អត់ថ្មីអត់ទៅចេញមកស្រីមើលដាច់ស្រីដាច់បណ្ដោយគិតរឿងស្រីដេញអីសំខាន់ទិញមកឲ្យមិនទៅលក់នៅណាឥឡូវបើតូតាផ្ទុះទិញការ៉ាណាឃ្លាំងណាគេគិតយកទៅលក់វិញអូខេគេគិតពីគេហៅថាគេបំរែបំរួលថតអាកាសធាតុទេវាអត់ក្តៅវាអត់អីគេគិតអញ្ចឹងចុះតិចជិះឡានសាំងហ្នឹងវាមានតែក្តៅអីវាមិនសិនជាក់មានអីដូចតែគ្នាហ្នឹងមានតែក្តៅអីតែគេលើថាអូឡានអគ្គិសនីវាជួយសន្សំចៃវាមិនពុលបរិស្ថានពុលអីតែយើងនិយាយតែពីគុណសម្បត្តិគុណវិបត្តិរបស់ឡានអគ្គិសនីជាមួយនឹងឡានសាំងតែឡានអគ្គិសនីបើយើងបញ្ចូលភ្លើងបានពីណាសូឡាផ្ទាំងសូឡាដាក់50ថ្ងៃដើម្បីទាញយកភ្លើងវារីអគ្គិសនីអត់គ្រប់ដាក់ផ្ទាំងសូឡាជះពលឺត្រឡប់ទៅវិញជះកម្ដៅត្រឡប់ទៅវិញមិនធ្វើឲ្យអាកាសធាតុក្តៅផ្ទះហើយគេផ្ទាំងកញ្ចក់ផ្ទាំងអីស្រូបភ្លើងស្រូបអីក៏សិតតែជាមិនជាធំដុំទេតិចតួចផ្សំគ្នាក៏វាទៅជាបកទៅជាបញ្ហាប្រែប្រួលអាកាសធាតុដូចជាស្ដែងកាលនៅរៀនគ្រូថាបើចង់ឲ្យអាកាសធាតុនៅថិតថេរអត់សូវប្រែប្រួលយើងកាត់បន្ថយការបាញ់ស្ប្រាយព្រោះអាជាតិស្ប្រាយហ្នឹងពេលដែលបាញ់ទៅវាទៅបំផ្លាញបរិយាកាសសន្ទប់អូโซនអញ្ចឹងធ្វើឲ្យអាសន្ទប់អូโซននឹងស្ដើងវាអត់សូវស្រូបកម្ដៅវាអត់សូវការពារកម្ដៅបានធ្វើឲ្យថ្ងៃក្តៅអាហ្នឹងវាតិចតួចចេះឆ្ងល់គ្រាន់តែអាទឹកអប់អាទឹកស្ប្រាយបាញ់សក់បន្តិចសោះឲ្យប៉ះពាល់មិនគ្រូអាហ្នឹងជារឿងបន្តបន្សំហើយដោយអាអគ្គិសនីនឹងការសន្សំអញ្ចឹងក៏អាចថាបានដែរប៉ុន្តែនិយាយពីគុណវិបត្តិវិញគឺថាខ្ទិះហើយពីច្រើនពេកគុណវិបត្តិវាច្រើនពេកព្រោះនិយាយអញ្ចឹងអ្នកប្រើឡានអគ្គិសនីគ្នាបុកពុះងាប់ហើយអ្នកប្រើឡានអគ្គិសនីគាត់អត់សល់លុយមានអត់សល់លុយច្រើនទេទី1គាត់សល់លុយច្រើនទី2តម្រូវការតាមស្ថានភាពការងារឬស្ថានភាពគ្រួសាររបស់គាត់ជាអ្នកក្រុងភ្នំពេញគាត់មានជីវភាពល្អគាត់អត់សូវចុះខេត្តគាត់ជិះកវងកន្លែងធ្វើការគាត់អាហ្នឹងជារឿងងាយស្រួលរបស់គាត់ហើយប៉ុន្តែគេមានឡានសាំង1 2ទុកផ្ទះគេចង់ចុះខេត្តគេជិះឡានសាំងមានថាគេដូរ model បាទអាហ្នឹងគេគុណសម្បត្តិហើយព្រោះអាហ្នឹងគេអ្នកគេមានលុយទិញឡាន 2 3តែយើងអត់យើងរំពឹងអានេះជិះគ្រប់ស្ថានភាពហើយដាក់តាឡានអគ្គិសនីមួយអាទៅលេងស្រុកអគ្គិសនីអាជិះធ្វើការអគ្គិសនីអត់មានផ្ទះនៅជិតក្រុងទិញដីឆ្ងាយធ្វើផ្ទះរកទៅកន្លែងជួលថ្មជួលឡានអគ្គិសនីអត់ឃើញសាកផ្ទះខ្លួនឯងសាក3ម៉ោងបាន 20% វាចេះវាទំនើបត្រង់ថាឡានមិនដែលលឺណាសុកយើងអ្នកលឺយើងអត់ដែលលឺដងអគ្គិសនីអែមកន្លែងហ្នឹងអែមហើយ design ស្អាតពណ៌ស្អាតរូបរាងស្អាតអំណាចនិយាយទៅចោះទៅអំណាចចុចអូតូស្អីក៏អូតូស្អីក៏ option វា full ស្អីក៏ល្អអញ្ចឹងណាទំនើបដូចទូរស័ព្ទចិនយីហោខ្លះរាល់ថ្ងៃដូច iPhone ណាថ្មគេ3000 mAh គេប្រើបានពេញមួយថ្ងៃដែរល្មមហើយអាទូរស័ព្ទចិនខ្លះ
សត8,000ប្រើបានកន្លះថ្ងៃអស់ហើយទៅបញ្ចូលវិញវាយូរវាថ្មធំវាក៏លើវិញអញ្ចឹងណា ឥឡូវចេះបើឡានគេថ្មីហើយដូរម្លាមអញមិនយកមួយណា អត់ទេអត់ដូរទេ ដែលថ្មីឡានថ្មី ឡានថ្មីបកកេះអត់តន់កង់ប្លាក់ដីក៏អត់ដូរដែរ មិនទៅអាប់គេពេកគេពេញយំស្ងី កុំថាឡានយីហោចិនតាក៏មកឆ្នាំ2005 2006ទីទៅដូរ Tesla model ស្អីគេ model Y តម្លៃ 20,000 30,000 អត់ដូរទេ អត់ដូរទៀត អត់ដូរទេយើងមិនដឹកអីបាន Tesla ហើយបញ្ចូលថ្មនៅណា អេទំនើប ទំនើបបើកទ្វារឡើងលើស្អីណានេះដូចស្លាប់បញ្ជាវដូចអីហើយ Tesla auto pilot តាមផ្លូវមានគំនូសអីម្ចាស់ដេកលក់ទៅមុខដែរហើយទំនើបតែអត់យកមកប្រើកាយកាត់អស់ថ្មដល់ផ្លូវមិនដឹងរុញទៅណាទេហៅឡានស្ទូចម្ដងប្រហែល300 500ដុល្លារ ម៉ែឥឡូវប៉ុណ្ណឹងសិនណាយើងកុំម៉ែនេះផ្អាប់គេពេកហី មិនតឹងខ្សែកពេកទេ ផ្អាប់គេពេកចប់ហើយអត់មានចំណុចណាល្អជាមួយគេសោះបែរមិនចេះទាំងអស់ហ្នឹង និយាយអាហ្នឹងយើងនិយាយរឿងពិតជាក់ស្ដែងលើកយកតែហេតុផលពិតទេអញ្ចឹងអ្វីដែលខ្ញុំលើកឡើង អញ្ចឹងអ្នកដែលគេគ្នាកំពុងតែ research កំពុងតែមើលគេហៅថាការតាំងពិព័រណ៍ការធ្វើបង្ហាញស្អីហ្នឹងគ្នាមិនអត់ចិនងាប់ខឹងមួយងាប់ហ៎ ចុះខ្ញុំលើកឡើងតែរឿងពិតសំខាន់ខ្ញុំនិយាយហ្នឹងវាពិតអត់បើសិនជាអត់ពិតបានន័យថាយើងកុំជឿតែបើសិនជាអេអូនលើកឡើងមកវារឿងពិតអញយកទៅទិញទៅអស់សាំងអស់ហ្គេអស់អាគិសនីអស់ថ្មកដាលផ្លូវធ្វើម៉េចអាហ្នឹងអត់មានអូសកើតទេស្ទូច សំចាយ5ឆ្នាំមកយល់ 5ឆ្នាំ ព្រោះឡានចិនហ្នឹងគឺនេះចំពោះខ្ញុំណា បាទ ទំ5ឆ្នាំហ្នឹងហើយខ្ញុំឃើញពួកម៉ាក់ខ្ញុំជិះហើយ ហ្នឹង ហើយក្រៅពីហ្នឹងមកគេសល់លុយច្រើនគេជិះហើយសេរីទំនើបអញ្ចឹងខូច5ឆ្នាំទៀតគេថាបោះចោលទៅអញ្ចឹងសរុបមកបានហើយកុំឲ្យគេនេះកុំឲ្យគេគិតថាយើងនឹងមិនចង់ឲ្យគេ ទិញប្រអាដំណើរគេឥឡូវចង់ទិញអីទិញអាហ្នឹងអាស្រ័យលើបងប្អូន